នៅពេលដែលគ្នាចង់ធ្វើ film emulation plugin ដែលយើងនឹកឃើញមុនគេគឺ Dehancer Pro ប៉ុន្តែថ្ងៃនេះខ្ញុំនឹងមក breakdown បង្ហាញអ្នកគ្នាអំពីរបៀបនៃការធ្វើ film emulation ដែលអត់ចាំបាច់ប្រើជាមួយនឹង Dehancer Pro ទេនៅក្នុង DaVinci Resolve ណាអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើ film emulation អ្នកគ្នាត្រូវតែដឹងអំពីចំណុចគោលធំៗពីរទី1យើងហៅថា print film emulation ហើយទី2គឺ film negative ឬក៏យើងស្គាល់វាថាជា film profile ហ្នឹងឯងតែឥឡូវយើង start ចំណុចទី1សិនយើងចាប់ផ្ដើមធ្វើជាមួយនឹង print film អញ្ចឹងដើម្បីធ្វើ print film យើងធ្វើការ transform ទៅលើ color space របស់យើងដូចមុនអញ្ចឹងនៅកន្លែង input color space នេះគឺយើងប្រើជាមួយនឹង DWG DaVinci Wide Mode ធម្មតាអញ្ចឹងមកបន្តមកទៀតនៅកន្លែង node output របស់យើងនេះគឺយើងអត់ធ្វើការ output gamma របស់យើងទៅកាន់ gamma 2.4 ដូចមុនទេនៅកន្លែងនេះយើងនឹងយកជាមួយនឹង Cineon Film Lock អញ្ចឹង Cineon Film Lock នៅកន្លែងនេះវាដើរតួនាទីដូចជា spin មួយដើម្បីនាំយើងទៅកាន់ film emulation របស់យើងហ្នឹងឯងឥឡូវខ្ញុំបិទ node របស់យើងទាំងអស់មកដើម្បីស្រួល preview ឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងពេលដែលយើង output gamma របស់យើងទៅកាន់ Cineon Film Lock យើងឃើញ footage របស់យើងគឺវា flat បែបនេះតោះណាបន្តមកទៀតអ្នកគ្នាបង្កើត serial node ខាងមុខនឹងមួយទៀតមកអញ្ចឹង node ខាងមុខនេះគឺយើងនឹង apply ជាមួយនឹង Film Lock នេះតោះណាដែលជាទូទៅយើងប្រើជាមួយនឹង Kodak 2383ណាវាមាន D55 D60 D65 អញ្ចឹងទៅអញ្ចឹងខ្ញុំបើក node នឹងមកអញ្ចឹងយើងឃើញ footage របស់យើងវាចាប់ផ្ដើម transform មក Film Lock នឹងចូលមកហើយតែតោះនឹង Film Lock របស់យើងអ្នកគ្នាអាចចូលមក LUT នេះមកអញ្ចឹងអ្នកគ្នាមកមើលនៅកន្លែង Film Lock នេះតោះណាអញ្ចឹងជាទូទៅយើងប្រើជាមួយនឹង Kodak 2383ណាមាន D55 D60 D65 អញ្ចឹងទៅអាហ្នឹងវាតាក់ទងទៅនឹង color temperature របស់វាណាអូខេអញ្ចឹង note 3របស់យើងនេះគឺយើងបានធ្វើជាមួយនឹង print film emulation របស់យើងហើយបន្តមកទៀតអ្នកគ្នាអាចធ្វើការ fix ជាមួយនឹង exposure contrast ឬក៏ balance នេះមកអញ្ចឹងខ្ញុំបើក note 3ហ្នឹងមកនេះបន្តមកទៀតចូលដល់ចំណុចទី2គឺយើងនិយាយតាក់ទងទៅនឹង film negative ឬក៏ film profile ហ្នឹងឯងអញ្ចឹងខ្ញុំបើកជាមួយនឹង note របស់យើង4នេះមកអញ្ចឹងតើតើនឹង film profile បើយើងប្រើនៅ Dehancer Pro គេមាន preset ឲ្យយើងរើស្រាប់ៗណាហើយចំពោះ film profile ដែលគេពេញនិយមប្រើច្រើនជាងគេគឺតើតើទៅនឹង Kodak Vision 3 family អញ្ចឹងវាមាន 250D មាន 50D មាន 500T មាន 200T អញ្ចឹងទៅក្នុងករណីដែល footage របស់អ្នកគ្នាថតនៅពេលថ្ងៃគឺយើងប្រើកន្ទុយ D មកប៉ុន្តែបើសិនអ្នកគ្នាថតនៅពេលយប់ឬក៏យើងថតនៅ indoor ប្រើភ្លើងអីផ្សេងៗអាហ្នឹងគឺយើងប្រើកន្ទុយ T មកអញ្ចឹងក្នុង DaVinci របស់យើងនេះគឺយើងអត់មាន preset ទេអ្នកគ្នាអាចធ្វើការ manual ដៃបានเนาะអានេះគឺជា note breakdown របស់ខ្ញុំបន្តមកទៀតយើង add ជាមួយនឹង sharpen យើងមាន halation មាន grain ហើយនឹង split tone ចឹងនៅពេលដែលយើងធ្វើ film negative ហើយយើងឃើញ skin tone របស់យើងវាលឿងខ្ញុំចាប់ដើម fix ជាមួយនឹង skin tone របស់យើងនេះតោះណាយើងមាន skin density មាន skin saturation អីចឹងមកអូខេចឹងនេះគឺជា note breakdown របស់យើងតើតើនឹង film emulation អ្នកគ្នាអាចមើល before and after អញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកនរគ្នាហើយបើមានចម្ងល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមយើងនឹងជួបគ្នានៅវីដេអូក្រោយ